Hello, hello, today. Million percent the English for everyone. This English grammar guide. Coming legend of the narrative where the present simple. And we feature the present simple. Present simple feature. ปัจจุบันการธรรมดาในภาษาไทย the present simple is used to make simple statements of fact to talk about things that happen repeatedly and to describe things that are always true គឺថាបច្ចុប្បន្នតាមធម្មតាគឺប្រើដើម្បីបង្កើតនៅសម្ដែងនៅស្ថានភាពធម្មតានៃនៃការឬក៏និយាយអំពីអ្វីដែលបានកើតឡើងជាញឹកញាប់ដដែលនិងដើម្បីពិពណ៌នារបស់អ្វីមួយដែលវាតែពិតលំហាត់1.1 which will fill in the gaps by putting the verbs in the present simple ចូលបំពេញចន្លោះឲ្យដាក់កិរិយាសព្ទនៅក្នុងបច្ចុប្បន្នកាលធម្មតាហើយថារបៀបយើងប្រើកិរិយាសព្ទនិងកិរិយាសព្ទបែបហ្នឹងខ្ញុំចូលហាត់នេះ Jessica ឲ្យ verb ឲ្យ walk Jessica យើងថាជាអីគឺបន្ថែមអី walk ដូចជា walks plus s នេះអូននេះគេឲ្យ verb មកហើយ make make ជា makes របស់ទី3ដូចជា make ms អូននេះ makes a huge breakfast for his family on Sunday អូននេះបានធ្វើម្ហូបពេលព្រឹកដូចធ្វើអាហារពេលព្រឹកដ៏ធំមួយសម្រាប់គ្រួសាររបស់គាត់នៅរាល់ថ្ងៃអាទិត្យ if we usually if I usually eat ជាមួយបរិសុទ្ធមួយ eat ដដែលបច្ចុប្បន្នកាលធម្មតា eat មិនបន្ថែមអីទៅទេ eat eat ដដែល I usually eat my lunch at 1 p.m. at an Italian restaurant ខ្ញុំជាធម្មតាញ៉ាំអាហារថ្ងៃត្រង់នៅម៉ោង1អាហារពេលថ្ងៃនៅម៉ោង1ថ្ងៃនៅឯភោជនីយដ្ឋានអ៊ីតាលីមួយទី3 Vienna meat meat ឬជា meat ms meat Vienna meets her friends at a cafe on Saturday evenings Vienna ជួបមិត្តភ័ក្តិរបស់នាងនៅឯទៀមកាហ្វេឬក៏ហាងកាហ្វេនៅរាល់ថ្ងៃប្រហោះពេលល្ងាច Number 4 ទី4 we sometimes verb មក play
កិរិយាសព្ទក្នុងចរ play play ប្រែថាលេង play អញ្ចឹង we play នេះគឺមិនបាច់ថែមអីទេ play បណ្ដោយមិនបាច់ថា s អីទេថា play we play play we នេះជាបរិបទទី1ពហុវចនៈជាបរិបទទី1តែពហុវចនៈ we play tennis we play we play we sometimes play tennis with our friends on Saturday mornings យើងជួនកាលលេង tennis ឡាបើស្អី with our friends ជាមួយនឹងមិត្តភក្តិរបស់ពួកយើង on Saturday mornings រៀងរាល់ព្រឹកថ្ងៃស្អែក number 5 ទី5 my cousin start គឺ my cousin ជាបរិបទទី3 start គឺ starts my cousin starts work at 6 a.m. every morning បងប្អូនជីដូនមួយរបស់ខ្ញុំចាប់ផ្ដើមធ្វើការនៅម៉ោង6ព្រឹកនៅរៀងរាល់ម៉ោង6ព្រឹកឬក៏ my cousin starts work at 6 a.m. every morning បងប្អូនជីដូនមួយរបស់ខ្ញុំចាប់ផ្ដើមធ្វើការនៅម៉ោង6ព្រឹករៀងរាល់ព្រឹក number 6 ទី6 the shop assistant leave ឲ្យគេសប leave ជាមួយនឹង the shop assistant គឺជាបរិបទទី3ដូច្នេះយើងត្រូវថែម s leave leave ទៅជា leaves leaves the shop assistant leaves work at 6 p.m. in the evening ជំនួយការហាងចាក់ចេញពីធ្វើការឬចាក់ចេញពីកន្លែងធ្វើការ at 6 p.m. នៅម៉ោង6ល្ងាច in the evening នៅពេលល្ងាច number 7 ទី7 you ជាបរិបទទី2 I បរិបទទី1 you បរិបទទី2បរិបទទី2គេកិរិយាសព្ទ drink 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 ផឹក drink ប្រើជាមួយបរិបទទី2រក្សាសភាពដដែលមិនបន្ថែម s ទេមិនបន្ថែម s ឬ es ទេ drink 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 we drink a lot of coffee every morning អ្នកផឹកកាហ្វេច្រើនអ្នកផឹកកាហ្វេច្រើនរៀងរាល់ព្រឹក number 8 number 8 number 8 Paulo usually កិរិយាសព្ទ read មក read នៅខាង read ដដែល
read អា hello នេះជាបរិបទ3ដូច្នេះ read time s មិនមែន read អត់ដែរទេ read ជា reads hello usually reads a book in the evening hello ជាធម្មតាអានសៀវភៅមួយក្បាលនៅពេលល្ងាចនៅរៀងរាល់ល្ងាច evenings in the evenings រៀងរាល់ល្ងាចឬក៏ hello ជាធម្មតាអានសៀវភៅរៀងរាល់ល្ងាច1.2 1.2 mark the sentence that are correct ជាគូសញ្ញាគ្រិសនៅក្នុងប្រយោគដែលត្រឹមត្រូវ still usually still usually finishes work at 5 p.m. Still usually finish work at 5 p.m. I know that Steve usually I mean, finishes, yeah, I have now finish, finishes, es, finish បូកជាមួយ es ខាងក្រោម finish បូកជាមួយ s ទីពីរ Steve usually finish work at 5 p.m. ទីមិនត្រឹមត្រូវទីពីរខុសនៅចូលលំហាត់របស់យើងលេខ1 correct work 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 es មួយ work បូក es មួយ work បូកជាមួយនឹង s Craig works in a factory មួយទៀត Craig works in a factory អញ្ចឹងលំហាត់ទី1ចំណុចទី2ត្រឹមត្រូវចំណែកទី2 My dad watches TV every evening ហើយនឹង My dad watches TV every evening អញ្ចឹងលំហាត់ទី2ចំណុចទី1ត្រឹមត្រូវពីព្រោះ watch នេះប្រើជាមួយបរិបទទី3 My dad ជាបរិបទទី3ដូច្នេះត្រូវបន្ថែម es មិនមែនបន្ថែម s ទេបន្ថែម es លំហាត់ទី3 my child plays the piano beautifully ហើយនឹងចំណុចទី2លំហាត់ទី3ចំណុចទី2 my child play es plays the piano beautifully ចា៎លំហាត់ទី3ចំណុចទី1ទី4 Jane brush បូកជាមួយនឹង s brush brushes Jane brush her hair in the morning ហើយនឹង Jane brushes her hair in the morning អញ្ចឹងចំណុចទី2គឺចំណុចត្រឹមត្រូវពីព្រោះ brush របូកជាមួយនឹង es កិរិយាសព្ទ brush ប្រែថាដោះអញ្ចឹងដោះធ្មេញដោះ sorry គឺ Jane សិតសក់ brush brush នេះដូចចំណោទច្រាស់ឬក៏ត្រាស់អ្នកប្រើជាមួយនឹងសក់ទៅជាកក់សក់ឬក៏មិនកក់សក់ទេគឺសិតសក់សិតសក់សិតសក់ brush ស្និតដើម្បី brushes នេះគឺជាកិរិយាសព្ទពិសេសសិតសក់ Jane សិតសក់របស់នាង
នៅពេលទី5 Selma go ជាមួយ S shopping after work ហើយនឹង Selma goes ES Selma goes shopping after work Selma ជាបរិយាទី3ប្រើជាមួយកិរិយាសព្ទ go ត្រូវបន្ថែម es ដូច្នេះនៅទី2ជាទី6 Imran washes his clothes on Sunday ហើយនឹង Imran wash 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 s មួយ wash es មួយ wash s wash បូកជាមួយ es lại nhưទៀត wash បូកជាមួយ s Imran washes his clothes on Sunday Imran ជាបរិយាទី3ប្រើជាមួយកិរិយាសព្ទ wash ត្រូវបន្ថែម es មិនមែនបន្ថែម s នោះទេដូច្នេះលំហាត់ទី6ចំណុចទី1ទី7 Marie teaches French at a college ហើយនឹង Marie teaches French at a college លំហាត់ទី7លំហាត់លេខ7នេះគឺ Marie teach បូកជាមួយ es Marie ជាបរិយាទី3យើងមានកិរិយាសព្ទ teach 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 កាលណាតែប្រើជាមួយបរិយាទី3ត្រូវបន្ថែម es មិនមែនបន្ថែម s នោះទេឆ្នេះចម្លើយត្រឹមត្រូវគឺ Marie teaches French at a college Marie បង្រៀនភាសាបារាំងនៅឯមហាវិទ្យាល័យ 1.3 fill in the gaps using am is or are ចូលបំពេញចន្លោះដោយប្រើ am is ឬក៏ are they ប្រើជាមួយអី they ប្រើជាមួយ are they are here for the party ពួកគេនៅទីនេះដើម្បីពិធីជប់លៀងឬក៏សម្រាប់ពិធីជប់លៀង Number 1ទី1 I again a doctor at a local hospital I ប្រើជាមួយ am I am I am a doctor at the local hospital ខ្ញុំគឺជាវេជ្ជបណ្ឌិតនៅឯមន្ទីរពេទ្យនៅក្នុងតំបន់មួយក្នុងតំបន់ខ្ញុំជាវេជ្ជបណ្ឌិតម្នាក់នៅក្នុងតំបន់ខ្ញុំជាវេជ្ជបណ្ឌិតម្នាក់នៅពេទ្យតំបន់ឬក៏ពេទ្យស្រុក local hospital ពេទ្យស្រុកឬពេទ្យក្នុងតំបន់ទី2 Vicky ជាបរិយាទី3ឯកវចនៈបរិយាទី3ឯកវចនៈយើងត្រូវជាមួយនឹង is Vicky is my eldest child Vicky គឺជាកូនច្បងគេរបស់ខ្ញុំមានថាមានបីចម្លាស់ជាងគេកូនច្បង Vicky គឺជា Vicky គឺជាកូនច្បងរបស់ខ្ញុំឬក៏ជាកូនដែលធំជាងគេឬកូនបងគេ3 we ប្រើជាមួយ we are from a town in Scotland ពួកយើងមកពីក្រុងមួយ town ក្រុងនៅក្នុងប្រទេស Scotland ទី4 both my parents នេះជាពហុវចនៈនេះប្រើជាមួយ are both my parents are ពហុវចនៈ
បរោះទី3ពហុវចនៈ both my parents are lawyers អាណាព្យាបាលរបស់ខ្ញុំទាំងពីរនាក់ឬក៏ឪពុកម្ដាយរបស់ខ្ញុំទាំងពីរនាក់គឺជាមេធាវីទី5 you ប្រើជាមួយអី you ប្រើជាមួយ you are a very good friend អ្នកគឺជាមិត្តដ៏ល្អម្នាក់ I ប្រើជាមួយ am ទី6 I am an American I ប្រើជាមួយ am ប្រែថា I am an American ប្រែថាខ្ញុំគឺជាជនជាតិអាមេរិកទី7 that policeman that policeman យើងត្រូវដឹងថាយើងត្រូវដឹងថា policeman បើជាពហុវចឯកវចនៈក៏ប្រើ policeman បើជាឯកវចនៈក៏ប្រើ policeman ដូចគ្នាអត់មាន policeman ទេក៏ប៉ុន្តែយើងត្រូវដឹងថានេះជាពហុវចនៈឬក៏ឯកវចនៈបើជាសម្រាប់ពាក្យ that នេះគឺសំដៅទៅលើមានទាំង lain ណាដែលជាឯកវចនៈមានចំនួនមួយដូច្នេះបើមួយយើងប្រើ is មកចាប់ពីពីរឡើងទៅពហុវចនៈយើងប្រើ are that policeman is so tall ប៉ូលីសនោះខ្ពស់ណាស់មានកម្ពស់ខ្ពស់ណាស់ number A she she ប្រើជាមួយអី I ប្រើជាមួយ am he she it ប្រើជាមួយ is you we they ប្រើជាមួយ are ដូច្នេះ is she is 23 years old she ប្រើជាមួយ is she is 23 years old នាងអាយុ23ឆ្នាំ it it ប្រើជាមួយ is it is cold outside it is cold outside វាត្រជាក់ណាស់នៅខាងក្រៅវាត្រជាក់នៅខាងក្រៅយើងត្រូវដឹងចេះអា MSR នេះគេប្រើយ៉ាងម៉េច I នេះត្រូវប្រើជាមួយនឹង am I ប្រើជាមួយ am I you you we they you I you we they he she I you we they នេះប្រើទាំង3នេះប្រើជាមួយ are he she it he she it he she it ប្រើជាមួយនឹង is I ប្រើជាមួយ am ទៅជា I am I ប្រើជាមួយ am ទៅជា I am I am ឬក៏ I am ឬក៏ am ម្រងកាត់ am
Smile. You vị đề you vị đề tháng 3 នេះប្រើជាមួយ are ទៅជា you are ទៅជា you are we are they are they are they này teaching he she it ប្រើជាមួយ is ទៅជា he is she is ហើយនឹង it is អញ្ចឹងវាចូលលំហាត់យ៉ាងវិញលំហាត់ទី10 I ប្រើជាមួយ I ប្រើជាមួយ I am 15 today ខ្ញុំអាយុ15ឆ្នាំនៅថ្ងៃនេះ11 11 avocado 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 នេះជាបរិបទទី3ជាបរិបទទី3ឯកវចនៈ avocado is black and white ស្មារបស់ពួកយើងគឺពណ៌ខ្មៅលីសពណ៌ខ្មៅនិងសពណ៌ខ្មៅលីសwe ប្រើជាមួយអី we ប្រើជាមួយ are we are very excited we are very excited ពួកយើងរីករាយណាស់ទី13 they ប្រើជាមួយ are ជា they are students from France ពួកគេគឺជាសិស្សមកពីប្រទេសបារាំង Jim ជាបរិបទទី3 Jim អាចជាមនុស្សប្រុសឬជាមនុស្សស្រីអាចជា he ឬក៏ she គឺសំដៅលើអញ្ចឹងដូច្នេះបើជា he ឬក៏ she ដូច្នេះយើងប្រើជាមួយ is Jim is an actor Jim គឺជាសបត្តិករណែទី15 My sister in law បងប្អូនស្រីថ្លៃថ្លៃបងប្អូនថ្លៃបងប្អូនស្រីថ្លៃបងប្អូនថ្លៃតែជាស្រីថាបងឬក៏ប្អូនទេតែគេបញ្ជាក់ថាជា my sister in law my sister in law ជាបរិបទទី3 she ស្មើនឹងពាក្យ she នាង is អញ្ចឹងទៅប្រើជាមួយ is my sister in law is បងប្អូនថ្លៃស្រីរបស់ខ្ញុំ is from Japan គឺមកពីប្រទេសជប៉ុន number 16 I ប្រើជាមួយអី I ប្រើជាមួយ am I am so hungry ខ្ញុំឃ្លានណាស់ខ្ញុំហេវណាស់ you ប្រើជាមួយ you ប្រើជាមួយ are you are very lazy អ្នកឯងខ្ជិលណាស់ណាគេខ្លះខ្ជិលលើកដៃណាគេខ្ជិលណាស់លើកដៃ my children ជាពហុវចនៈ my children កូនរបស់ខ្ញុំជាពហុវចនៈយើងប្រើជាមួយនឹង are my children are my children are so tired my children are so tired កូនរបស់ខ្ញុំគឺអស់កម្លាំងណាស់ឬក៏នឿយហត់ណាស់ number 19លេខ
19 I ប្រើជាមួយអី I ប្រើជាមួយ am I am 43 years old ខ្ញុំអាយុ43ឆ្នាំខ្ញុំមានអាយុ43ទេ they ប្រើជាមួយ are they are late for work ពួកគេមកធ្វើការយឺត Claudia and Paolo ចុច Italian Claudia and Paolo អញ្ចឹងចំនួន2នាក់ជាពហុវចនៈអញ្ចឹងយើងនិយាយអំពីមនុស្ស2នាក់ហ្នឹងគឺសំដៅទៅលើបរិសទី3បរិសទី3ពហុវចនៈបើជាបរិសទី3ពហុវចនៈយើងប្រើជាមួយ are Claudia and Paolo are Italian Claudia and Paolo គឺជាជនជាតិអ៊ីតាលីទី22 My grandfather My grandfather ជាបរិសទី3ប្រើជាមួយ is My grandfather is retired ជីតារបស់ខ្ញុំគឺចូលនិវត្តន៍ហើយ number 23 we ប្រើជាមួយអី we ប្រើជាមួយ are we are we are from Pakistan we នេះជាបរិសទី1 we ជាបរិសទី1ពហុវចនៈបើជាពហុវចនៈបរិសទី1ពហុវចនៈយើងប្រើជាមួយ are we are from Pakistan គឺយើងមកពីប្រទេសប៉ាគីស្ថាន Paul Paul ជាបរិសទី3ឯកវចនៈចំនួន1 police អញ្ចឹង Paul ជាឈ្មោះសំដៅទៅច្រើន Paul សំដៅទៅលើមនុស្សប្រុសដែលមានមនុស្សស្រីដែរក៏ខ្ញុំអត់ដឹងដែរ Paul បើជាមនុស្សប្រុសអាចស្គាល់ពីថា he តែបើជា is Paul is disappointed Paul គឺ Paul គឺ subject 1.4ចូលលំហាត់1.3ហើយហើយយើងចូលលំហាត់1.4 1.4 fill in the gaps using have or has ចូលបំពេញចន្លោះប្រើ have ឬក៏ have ឬក៏ has នេះយើងត្រូវបានយើងមានសព្វនាម you I you we they I you I you we they I you we they នេះប្រើជាមួយ have 4នេះប្រើជាមួយ have ប្រើជាមួយ have ដូចជា I have we have they have I have you have we have they have ចំណែក he she he she it ប្រើជាមួយនឹង has I ជាបរិសទី1ឯកវចនៈ you ជាបរិសទី2ឯកវចនៈផងពហុវចនៈផងទៅតាមប្រយោគអាចជាមួយឬក៏ច្រើនជាងមួយ
vìនេះជាបរិបទទី1ដែរប៉ុន្តែពហុវចនៈទេជាបរិបទទី3ពហុវចនៈ he she it ជាបរិបទទី3ឯកវចនៈ I you we they he she it នេះគឺជាសព្វនាមអញ្ចឹងការប្រើប្រាស់ជាមួយកិរិយាសព្ទផ្សេងៗគឺមានការ not បែងចែកទៅតាមសព្វនាមនីមួយៗអូខេឥឡូវចូលលំហាត់របស់យើង he he ប្រើជាមួយអី he ប្រើជាមួយ has he she it ប្រើជាមួយ has he has a lot of homework to do គាត់មានលំហាត់ជាច្រើនដែលត្រូវធ្វើលំហាត់សាលាដែលគ្រូដាក់ឲ្យមកធ្វើនៅផ្ទះយ៉ាងថា homework number 1 check new car អញ្ចឹង check គឺជាអី check ជាបរិបទទី3ឯកវចនៈវាស្មើនឹងបើធៀបជាមួយសព្វនាម check នេះគឺស្មើនឹង he ដូច្នេះ he ប្រើជាមួយនឹង has he has a new car Jack has a new car Jack មានឡានថ្មីមួយ Jennifer 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 នេះអាចជាស្រីឬក៏ជាប្រុសតែជាបរិបទទី3ឯកវចនៈដូច្នេះយើងប្រើជាមួយនឹង has Jennifer has a bees bag Jennifer មានកាបូបរបស់ a bee we ប្រើជាមួយអី have ឬក៏ has have ឬក៏ has យើងមើលរបៀបការប្រើកិរិយាសព្ទ have ឬ has we នេះត្រូវប្រើជាមួយនឹង have we have we have a beautiful farm យើងមានកសិដ្ឋានដ៏ស្រស់ស្អាតមួយទី4 I ប្រើជាមួយ have I have 3 sisters ខ្ញុំមានបងប្អូនស្រី3នាក់ Bob Bob has Bob ជាបរិបទទី3 Bob ពីចានេះជាឈ្មោះមនុស្សប្រុស Bob has a toothache Bob ឈឺធ្មេញ my house ជាបរិបទទី3ដែរតែវាជារបស់ជាវត្ថុវាស្មើនឹងទៅ it my house has a large garage garage នេះដូចការ៉ាស់ឡានអញ្ចឹងកន្លែងចតឡានកន្លែងឬក៏យើងប្រែថាយានដ្ឋានយានដ្ឋានចតឡានជួសជុលឡានគឺថា they ប្រើជាមួយ have ឬក៏ has យ៉ាងណា they ប្រើជាមួយ have អូខេទី8 we យើងប្រើជាមួយ have we have so many books ទី7 they have a new laptop ពួកគេមានកុំព្យូទ័រ laptop ថ្មីមួយ number 8 we have so many books ពួកយើងមានសៀវភៅជាច្រើនពួកយើងមានសៀវភៅច្រើនណាស់ឬក៏ពួកយើងមានសៀវភៅជាច្រើន number 9 my dad is smiling he my dad has a red hair
number 10 number 10 you you ប្រើជាមួយ have you have an old phone អ្នកមានទូរស័ព្ទចាស់មួយ number 11 my neighbors my neighbors my neighbor ទីនេះគឺជាពហុវចនៈបរិបទទី3ពហុវចនៈស្មើនឹងពាក្យថា they my neighbors អញ្ចឹងបើវាស្មើនឹង they យើងប្រើ have my neighbors have a doctor អ្នកជិតខាងរបស់ខ្ញុំមានកូនស្រីមួយញ៉ែនេះគាត់ថាដូចឧទាហរណ៍ថាយើងនិយាយជាមួយមិត្តភក្តិអញ្ចឹងយើង my neighbors have a doctor អ្នកជិតខាងរបស់ខ្ញុំមានកូនស្រីម្នាក់ណាពាក្យ my neighbor អ្នកជិតខាងនេះគឺចង់និយាយពួកគេជាបរិបទទី3ហើយ John's house ផ្ទះរបស់ John ផ្ទះរបស់ John ផ្ទះរបស់ John ទៀបជាមួយនឹងសព្វនាមគឺស្មើនឹងពាក្យថា it វាព្រោះវាឯកវចនៈតែបើវាជាពហុវចនៈ John's houses អាហ្នឹងវាស្មើពាក្យថា they បើជាពហុវចនៈយើងត្រូវប្រើ they John's houses have តែដោយសារហើយទីនេះជាឯកវចនៈយើងត្រូវប្រើជាមួយនឹង has John's house has 3 floors ផ្ទះរបស់ John មាន3ជាន់ number 13 that bird that bird that bird យើងត្រូវថា that bird នេះជាបរិបទទីប្រមាណពហុវចនៈឬក៏ឯកវចនៈ bird ជាបរិបទទី3ហើយពី that នេះសំដៅទៅលើចំនួនឯកវចនៈចំនួន1 the share that bird ស្មើនឹងពាក្យថា it ដូច្នេះយើងត្រូវប្រើជាមួយនឹង has that bird has big eyes ចាប់នោះមានភ្នែកធំ number 14 number 14 I ប្រើជាមួយ have I have a new baby ខ្ញុំមានកូនថ្មីមួយខ្ញុំមានកូនងាថ្មីមួយ I have a new baby number 15 we both យើងទាំងពីរ have headaches ពួកយើងទាំងពីរឈឺក្បាល number 16 they ប្រើជាមួយអី have ឬក៏ has they ប្រើជាមួយនឹង have they have the same dress ពួកគេស្លៀកពាក់ដូចគ្នា dress នេះសំដៅទៅលើសម្លៀកបំពាក់ស្លៀកពាក់ dress ឬក៏ robe dress នេះគឺប្រែថា robe ដែរពួកគេមាន robe ដូចគ្នាសំដៅថាសំដៅទៅលើនៅពេលដែលនរណាម្នាក់ពេលយើងឃើញពួកគេស្លៀកពាក់ robe ដូចគ្នាអញ្ចឹងយើងអាចនិយាយបែបនេះបាន they have the same dress ពួកគេពាក់ robe ដូចគ្នាឬក៏ពួកគេស្លៀកពាក់ដូចគ្នាឈុតដូចគ្នាឬក៏អាវដូចគ្នាឬក៏សំពត់ឬក៏ខោអីដូចគ្នា they have the same dress ពួកគេស្លៀកពាក់ដូចគ្នា number 17 my grandparents ជាពហុវចនៈបរិបទទី3ពហុវចនៈបើយើងធៀបជាមួយសព្វនាមស្មើនឹងពាក្យថា they
they ប្រើជាមួយអី they ប្រើជាមួយ they ប្រើជាមួយ have they ប្រើជាមួយ have របស់ពាក្យនេះទៀតស្មើនឹងពាក្យថា they យើងអាចប្រើជាមួយនឹង have បានដូចគ្នា they have chickens ពួកគេមានមាន់ច្រើន number 8 you you ប្រើជាមួយ you have a friendly cat ឯងមានឆ្មារុះរាយមួយក្បាល my town my town ស្មើនឹងសព្វនាម it my town has my town has 2 museums ក្រុងរបស់ខ្ញុំមានសារមន្ទីរពីរ you go number 20 you go you go you go ជាបរិបទទី3អាចជា he ឬក៏ she អាចជានាងឬក៏គាត់អាចជាប្រុសឬក៏ស្រីដូច្នេះយើងប្រើជាមួយនឹង has you go has a painful back you go ឈឺខ្នង number 21 our dogs ជាពហុវចនៈបរិបទទី3ពហុវចនៈធៀបជាមួយសព្វនាមគឺស្មើនឹងពាក្យថា they ជាឯកវចនៈស្មើនឹងពាក្យថា it ដូច្នេះនៅទីនេះគឺពាក្យថា our dogs ស្មើនឹងពាក្យថា they ដូច្នេះយើងប្រើជាមួយនឹង have our dogs have lots of toys ឆ្កែរបស់ពួកយើងមានរបស់លេងច្រើន our dogs ទីនេះស្មើលើចំនួនច្រើនពហុវចនៈតែពី2ឡើងទៅ we យើងប្រើជាមួយនឹង have ទី22 we have an English class tonight យើងមានថ្នាក់ភាសាអង់គ្លេសមួយទៀតនេះ number 23 Vinita Vinita អាចជា he ឬក៏ she ដូច្នេះយើងប្រើជាមួយនឹង has Vinita has a new haircut number 24 number 24 I ប្រើជាមួយនឹងអី have ឬក៏ has I ប្រើជាមួយនឹង have I have dinner at 6 p.m. every day ខ្ញុំទទួលទានអាហារពេលល្ងាចនៅម៉ោង6 p.m. ជារៀងរាល់ថ្ងៃអូខេលំហាត់របស់យើងអូខេហើយអ្នកអាចយកលំហាត់នេះទៅសិក្សារីសូតបន្ថែមយកលំហាត់នេះធ្វើអូខេអរគុណច្រើនជួបគ្នាពេលក្រោយបាយបាយ